បាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយបាទថ្ងៃនេះបាទនិយាយបាទតាក់ទងទៅនឹងការបាទរលុយបាទជាមួយនឹង Facebook បាទក៏ដូចជាបាទ YouTube ទេប៉ុន្តែបាទយើងដឹងហើយថាថ្ងៃនេះគឺជាការប្រកួតបាទវគ្គ Final បាទរវាងក្រុមបាទជម្រើសជាតិបាទអេស្ប៉ាញបាទប៉ះជាមួយនឹងបាទអាសង់ទីនបាទយើងឃើញហើយថាក្រុមជម្រើសជាតិបាទអេស្ប៉ាញបាទមានការប្រកួតបាទស្មុគស្មាញមែនទែនបាទមុននឹងឡើងដល់បាទវគ្គបាទ Final នេះបងប្អូនយើងបាទដឹងហើយបាទប៉ះជាមួយនឹងប៉ូទុយហ្គាល់បាទប៉ះជាមួយនឹងបារាំងដែលជាសិតតែជើងខ្លាំងបាទមុននឹងបាទប៉ះដល់វគ្គផ្ដាច់ព្រាត់នេះអញ្ចឹងគឺជាការប្រកួតដែលស្វិតស្វាញមែនទែនហើយបាទចំណែកអាសង់ទីនបាទយើងដឹងហើយថាអាសង់ទីនបាទរៀងប៉ះក្រុមដែលរៀងខ្សោយឬក៏ល្មមប៉ុន្តែចុងក្រោយក៏ប៉ះកាឡូខ្លាំងដែរបាទគឺបាទជម្រើសជាតិបាទអង់គ្លេសបាទគេបាទទម្លាក់បាទអង់គ្លេសបាទឡើងមកបាទវគ្គផ្ដាច់ព្រាត់នេះបាទជឿមើលថាបាទការប្រកួតបាទយប់នេះបាទរវាងក្រុមជម្រើសជាតិអេស្ប៉ាញបាទជាមួយនឹងបាទអាសង់ទីនបាទក្រុមមួយណាដែលជាអ្នកលើកពានតែចំណែកអាក្រុមអាសង់ទីនបងប្អូនយើងគឺជាក្រុមមួយដែលការពារតំណែងបាទជើងឯកចាស់នារដូវកាលចាស់បាទ4ឆ្នាំមុនបាទអាសង់ទីនបាទមិនធម្មតាទេបាទពិសេសបាទគឺ Lionel Messi បាទល្អណាស់រដូវកាលនេះដឹងមិនមកទេបាទបងប្អូនគេទេបាទយប់នេះបាទអេស្ប៉ាញគឺមានអាម៉ាល់បាទដឹងហើយកាលពីបាទអាម៉ាល់នៅតូចបាទមេស៊ីហ្នឹងហើយបាទទៅអ្នកងូតទឹកផ្ទាល់តែហ្មងបាទទៅឲ្យអាម៉ាល់ប៉ុន្តែរយៈពេលប្រហែលសតវត្សចុងក្រោយនេះបែរជាមកជួបគ្នាម្ដងទៀតបាទជាគូសត្រូវបាទនៅក្នុងបាទទីលានវាលស្មៅបាទរវាងបាទក្មេងតូចបាទជាមួយនឹងបាទខ្លាកំណាចតោកំណាចបាទ Lionel Messi បាទសម្រាប់បងប្អូនយើងបាទអាច comment នៅខាងក្រោមបានម្នាក់មួយបាទថាក្រុមមួយណាដែលទទួលជ័យជំនះបាទនៅក្នុងការលើកពានបាទ FIFA World Cup ឆ្នាំ2026នេះបាទចំណែកមានគិតថាអេស្ប៉ាញអាចជាក្មេងតូចនឹងទទួលបានព្រោះការលេងបោយស្ប៉ាញហ្នឹងហើយបាទប៉ះជាមួយនឹងបារាំងដែលជាក្រុមមានធនធានច្រើនមានកីឡាករល្អៗច្រើនប៉ុន្តែចុងក្រោយបាទប៉ះជាមួយនឹងអេស្ប៉ាញបាទគីកាកាបាទឆ្ងាញ់ដល់ហើយបាទយប់នេះដឹងតែឆ្ងាញ់តែម្ដងបាទបងប្អូនយើងបាទអាចទស្សន៍ទាយលទ្ធផលបាទនៅខាងក្រោមបានបាទ comment បាទ3-2ឬក៏1-2បាទអេស្ប៉ាញ Goodbye